ពេលដែលអ្នកទាំងអស់គ្នា design ហើយអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរអញ្ចឹងឧទាហរណ៍ថាឥឡូវរៀបនៅនេះហើយតែមានអារម្មណ៍ថាវាចិត្តពេកអញ្ចឹងចង់អូសវាមកគៀនសេរីទីតាំងថ្មីអញ្ចឹងអ្នកទាំងអស់គ្នាទៅអូសវាម្ដងមួយអញ្ចឹងមែនមិនឯគេធ្វើអញ្ចឹងឯអ្នកគ្នាអញ្ចឹងបើសិនជារបៀបអញ្ចឹងអ្នកគេត្រូវចេះ group element អញ្ចឹងក្នុងការដែលយើង group element អញ្ចឹងអ្នកគ្នាចូលទៅកន្លែងចូលទៅនេះចូលទៅចុចអាណាក៏បានដែរហើយអ្នកទាំងនេះចុច tray 3ហើយអ្នកគេយក select multi មានន័យថាយើង group វាយើងធ្វើវាឲ្យคล้ายទៅជា object តែមួយហើយអ្នកគេ select ទៅលើអ្វីដែលយើងចង់ group អញ្ចឹងខ្ញុំអា5ហ្នឹងខ្ញុំចង់ធ្វើឲ្យវាជាបណ្ដុំតែមួយឯងតើមកអ្នកគេចុចពាក្យថា group នេះចុចពាក្យថា group អូខេអញ្ចឹងវាคล้ายតែមួយតែអ្នកគ្នាក៏អាចអានគ្រប់វាវិញបានដែរអញ្ចឹងមកអ្នកគេចង់សេរីវាទុយធំមកកុំម្ដងមួយអ្នកគ្នាធ្វើអញ្ចឹងហើយអូសវាតាណាអូសវាម្ដងនេះអានេះហើយតើមកអ្នកគ្នាតើពីសេរីហើយចង់អានគ្រប់វិញក៏បានឬក៏អត់ទៅនេះអានគ្រប់វាក៏បានដែរអញ្ចឹងវាម្ដងមួយវិញហើយអូខេអញ្ចឹងសេរីវាមកហើយដល់នេះអញ្ចឹងគ្រាន់តែចង់ដូរទីតាំងឯងអ្នកគេចង់ដូរទីតាំងទេមែនអត់អញ្ចឹងអ្នកគេ select លើវាហើយចុច tray 3ហើយចុច select multi ចុចអ្វីដែលយើងចង់ group មានន័យថាអា3នេះចង់ group តែមួយឯងមកក្រុមអាហ្នឹងមកក្រុមអញ្ចឹងណាអូខេអានេះនិងអានេះអ្នកគ្នា group វាមកក្រុមឃើញអត់អញ្ចឹងមិនមែនម្ដងមួយណាអ្នកគ្នាបើអ្នកទាំងឲ្យធ្វើម្ដងមួយមកបែរការហើយទៅអូខេអញ្ចឹងអាហ្នឹងគេហៅថារបៀប group បើនៅក្នុង computer វាមាន shortcut ណាគ្រាន់តែអ្នកទាំងអស់គ្នាចុច control C ហើយចុច shift ហើយចុចវាមក click មួយម៉ៅវាមកអូខេបានហើយតើឥឡូវសាកមួយទៀតមើលនេះមួយអញ្ចឹងអ្នកគ្នាចុចឥឡូវហ្នឹងហើយយក multi select multi ចុចឲ្យគ្រប់មកហើយចុច group ឃើញលុយអត់អូខេ thank you bye អូបើអ្នកគ្នាគិតថាវីដេអូខ្ញុំមានប្រយោជន៍អ្នកគ្នាជួយឲ្យបេះដូង comment ម្នាក់មួយក៏បានដែរដើម្បីលើកទឹកចិត្តក្មេងស្រីម្នាក់នេះធ្វើវីដេអូបន្តទៀត bye thank you